ចេញមកហើយលោកងួនសុបិនបានចេញវីដេអូសុំទោសជាសាធារណៈក្រោយផ្ទុះការរិះគន់ដោយទឹកបាក់ទំនប់កាលពីប៉ុន្មានថ្ងៃមុនលោកងួនសុបិនបានចែករំលែកទស្សនៈក៏ដូចជាការយល់ឃើញរបស់លោកតាមរយៈវីដេអូសម្ភាសន៍ខ្លីមួយដែលបង្កឲ្យផ្ទុះការវែកញែកផ្អើលពេញបណ្ដាញសង្គមជាពិសេសពីសំណាក់ស្ត្រីជាច្រើនជុំវិញការលើកឡើងថាបើប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ប្តីមិនទៅមានថ្មីទេទំនងជាមិនអាចទប់ទល់នឹងស្ថានភាពរីករាលដាលនៃការរិះគន់យ៉ាងសន្ធឹកសន្ធាប់លោកងួនសុបិនបានចេញវីដេអូថ្លែងនៅការសុំទោសពីសំណាក់មហាជននៅពាក្យពេចន៍ដែលបាននិយាយលើសលួសបណ្ដាលឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់ជាមួយនឹងការចេញវីដេអូសុំទោសរបស់លោកមានមតិខ្លះក៏យល់ព្រមចំណែកឯមួយចំនួនទៀតមិនយល់ស្របឡើយនោះអាចបណ្ដាលមកពីពាក្យដែលលោកបាននិយាយថាការលើកឡើងរបស់លោកអាចនឹងមានអ្នកជេរជាមិនខានដែលជាពាក្យបាននិយាយចេញមុននឹងលើកឡើងអំពីទស្សនៈរបស់លោកដោយផ្អែកលើឃ្លានេះដែរមតិខ្លះបានលើកឡើងដោយសង្ស័យថាការដែលលោកងួនសុបិននិយាយពាក្យនេះគឺលោកបានដឹងមុនរួចទៅហើយអំពីលទ្ធផលខណៈមតិខ្លះទៀតយល់ថាលោកងួនសុបិននិយាយដើម្បីបំបែកភាពស្ងប់ស្ងាត់នៃប្រជាប្រិយភាពរបស់លោកក្នុងមួយរយៈចុងក្រោយនេះចំណែកអ្នកខ្លះទៀតក៏សម្ដែងការមិនពេញចិត្តចំពោះការរៀបចំកម្មវិធីនេះឡើងយ៉ាងណាប្រសិនបើដូចអ្វីដែលមតិខាងលើបានសង្ស័យនោះគឺជារឿងប្រថុយប្រថានបំផុតសម្រាប់លោកព្រោះបើតាមរឿងរ៉ាវដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះឃើញថាប្រជាប្រិយភាពរបស់លោកហាក់ប្រឈមមុខខ្លាំងដោយកំពុងរំកិលទៅក្បែរមាត់ជ្រោះនៃការធ្លាក់ចុះខ្ញុំបានងួនសុបិនក៏សូមជំរាបសួរបងប្អូនទាំងអស់ពីចម្ងាយបាទប្រហែលថ្ងៃនេះឃើញថាមានការវែកញែកច្រើនមែនទែនជាមួយនឹងវីដេអូខ្លីរបស់ខ្ញុំបាទដែលធ្វើការបកស្រាយអញ្ចឹងថ្ងៃនេះក៏សូមអធិស្ឋានក៏ដូចជាសូមទោសសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមបើសិនជាខ្ញុំបាទមាននិយាយអ្វីខុសទាស់លើសលួសទៅលើបងដែលជាស្ត្រីនៅក្នុងវីដេអូឃ្លីបខ្លីមួយហ្នឹងខ្ញុំសូមទោសហើយសូមទោសមែនទែនហើយខ្ញុំសន្យាថានឹងមិនមានការលើសលួសលើក្រោយទៀតទៅកាន់បងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអធិស្ឋានដល់រូបខ្ញុំបាទផងនៅមុនពេលដែលលោកងួនសុបិនចេញវីដេអូសុំទោសនោះលោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបញ្ចេញយោបល់ផ្ទាល់ខ្លួនរបស់លោកថាករណីរឿងបុរសគ្រប់ឬមិនគ្រប់ខ្ញុំសូមជូនយោបល់និងសំណូមពរដូចតទៅទី1ខ្ញុំស្នើសុំសមត្ថកិច្ចកោះអញ្ជើញបុរសគ្រប់ឬមិនគ្រប់ធ្វើការអប់រំណែនាំទី2អ្នកដឹកនាំផលិតកម្មវិធីគប្បីពង្រឹងការត្រួតពិនិត្យខ្លឹមសារមុនពេលផុសផ្សាយអ្វីគួរអ្វីមិនគួរសម្ដីនេះមិនមែនជាសម្ដីអប់រំទេតែជាសម្ដីអសិលធម៌ជាមួយគ្នានេះអ្នកដឹកនាំផលិតកម្មវិធីនិងអង្គភាពផ្សាយក៏គប្បីជ្រើសរើសវាគ្មិននិងប្រធានបទឲ្យត្រូវគ្នាបើកំ pl ែងឲ្យចំកំ pl ែងបើសិល្បៈឲ្យចំសិល្បៈបើអប់រំសិលធម៌សង្គមគួរជ្រើសរើសព្រឹទ្ធាចារ្យអ្នកចេះដឹងដើម្បីកុំឲ្យមានស្ថានភាពស្វាពាក់មកុដទី3ចំពោះប្អូនប្រុសដែលនិយាយជ្រុលហួសនេះខ្ញុំមិនស្អប់បុគ្គលប្អូនទេតែប្អូនត្រូវមានសេចក្តីក្លាហាននិយាយលៀងជំរះពាក្យដែលមិនគួរនិយាយសម្ដីសជាតិប្អូនកំពុងស្រាតខោខ្លួនឯងដែលប្អូនត្រូវស្លៀកខោឡើងវិញសង្គមមិនទទួលយកសម្ដីប្អូនទេខ្ញុំសូមសំណូមពរជាទូទៅខ្ញុំនឹងគ្រួសាររស់នៅក្នុងសង្គមខ្មែរនេះដែរបងប្អូនប្រជាជនយើងជាច្រើនទៀតដែលចេះដឹងថ្លៃថ្នូរក៏កំពុងរស់នៅក្រោមដំបូលសង្គមយើងជាមួយគ្នាដូច្នេះមុនហាស្ដីមុនបង្ហាញត្រូវគិតដល់18លាននាក់ផ្សេងទៀតផងផុតពីរឿងនារីជេរប្រមាថមករឿងបុរសគ្រប់ឬមិនគ្រប់វាមិនគួរទេយើងគួរតែឯកភាពគ្នាបង្កបរិយាកាសល្អសម្រាប់សង្គមរួមគ្នាលើកកម្ពស់តម្លៃសីលធម៌សង្គមយើងឲ្យផុតឆ្ងាយពីរឿងត្រឹមសម្ដីអន់ទាបនិងរឿងឥតប្រយោជន៍រងចាំមើលថាតើជំហានបន្ទាប់លោកងួនសុបិនត្រូវដោះស្រាយរបៀបណាចំពោះបញ្ហានេះស្របពេលដែលពាក្យឃ្លោកលិចអំបែងអណ្ដែតកំពុងក្លាយជាម៉ូទ័លថ្មីរបស់មហាជនចំពោះរូបលោក